នេះជាសម្រស់កមួនទឹកឃ្មុំដែលជាប្រភេទថ្មក្នុងស្រុករបស់យើងរបស់កម្ពុជាហើយຂະຫນາດនេះគឺ19លាជាង19លាប្រមាណនេះផ្លេចទេប៉ុន្តែអ្វីសំខាន់ចង់ឲ្យថាត្បូងថ្មរបស់យើងមានលក្ខណៈពិសេសជាងត្បូងថ្មនាំចូលទី1គឺធ្ងន់ជាងទី2ពេលកាន់ទៅមានអារម្មណ៍ត្រជាក់ជាងទី3កាន់តែពាក់កាន់តែភ្លឺកាន់រលោងហើយទី4គឺស័ក្តិសិទ្ធិជាងដោយសារតែជាត្បូងថ្មក្នុងស្រុកក្នុងប្រទេសរបស់យើងហើយយកទៅប្រសិទ្ធិគឺមានបារមីល្អធម៌ពលខ្លាំងដែលជាអាចជាទីពឹងផ្នែកផ្លូវអារម្មណ៍ស្មារតីរបស់យើងក្នុងការមានទំនុកចិត្តលើខ្លួនឯងទី5គឺជួបពេលដែលយើងពាក់ជួយយើងគេលក់ស្រួលហើយទី6គឺពេលដែលមានបញ្ហាសុខភាពត្បូងនេះគឺបង្ហាញតែម្ដងមានតែពេលយើងសុខភាពមិនសូវល្អវាបង្ហាញតែភាពស្អាប់នៃថ្មប៉ុន្តែពេលដែលយើងមានសុខភាពល្អគឺភ្លឺនឹងគឺកាន់តែភ្លឺទៅវាបង្ហាញនៃពន្លឺនៃត្បូងថ្មទី7នៅពេលដែលយើងមានបញ្ហាក្នុងគ្រួសារបណ្ដោស្នូអ្នកទៅសស្ដាំនៅគ្រួសាររបស់យើងគឺវានឹងប្រេះចំកណ្ដាលវាប្រេះចេញមកហ្មងគឺប្រេះខ្លាំងតែម្ដងវាឃើញប្រេះដល់ក្នុងប៉ុន្តែនៅពេលដែលវាជាការបង្ហាញភ្ញាក់សញ្ញាឲ្យយើងដឹងណាបាទដូច្នេះមានរឿងច្រើនទៀតដែលជាផ្នែកមួយនៃធម្មពលត្បូងថ្មក្នុងស្រុករបស់យើងជារ៉ែថ្មដែលជួយជ្រោមជ្រែងជួយជំរះចោលនៅឧបទ្រពចង្រៃជួយប្រឆាំងនឹងមន្តខ្មៅប៉ុន្តែមានមនុស្សប្រមាណអ្នកដែលដឹងរឿងនេះមិនសូវមានទេដោយសារតែទីផ្សារថ្មនាំចូលគឺបានវាយលុកច្រើនដូច្នឹងហើយបងប្អូនគិតរឿងតម្លៃច្រើនតែមិនសូវគិតលើគុណភាពតែបើបងប្អូនគិតលើគុណភាពបងប្អូននឹងប្រកាសណាស់នឹងគ្រប់គ្រងនៅនឹងស្រឡាញ់នៅត្បូងថ្មក្នុងស្រុករបស់យើង